chờ 对មិនខាយជើមានទ្វានឹងខ្យល់បងបក់មកបក់ទៅវិញទៅមកទៅវិញទៅមកយើងលឺសលេងយើងស្ដាប់ទៅលឺសលេងងែកងកងែកងកងែកងកបាទដល់ពេលយើងមើលទៅយើងនិយាយថាម៉េចអូមិនខាយជើបាទមិនខាយជើអូខេអញ្ចឹងនៅទីនេះខាយមានន័យថាបើកហើយខាយជើមានន័យថាម៉េចទៅបាទកំពុងបើកបាទអូខេតទៀតភ្លើងកំពុងភ្លឺតាមមកមួយជំនេះភ្លើងកំពុងភ្លឺ tầng chụp tầng láng chờ ទេទាំងលាងchờអញ្ចឹងយើងគេអាស័ព្ទយើងត្រូវចេះអាបើកអាភ្លឺចេះតែមិនមកភ្លឺ làng បាទអញ្ចឹងភ្លើងកំពុងភ្លឺបាទហ៎តទៀតបាទយើងមើលថាមើលឃ្លាបន្ទាប់បាទថាឈន់នេះគេបាទនេះដាក់ទៀតអូខេយើងមើលនេះសិនទៅបាទថាឈន់ใจ见红色的衣服បាទបកថាម៉េចទៅថាឈន់ใจ见红色的衣服គាត់他穿着一件红色的衣服。他穿着什么色呢？红色的衣服对，红色的衣服ប៉ុន្តែកាលណាដែលមានពាក្យចើមានគឺគាត់កំពុងតែស្លៀកពាក់កៅអៅពណ៌ក្រហមតែជាក់ស្ដែងទៅយើងស្លៀកពាក់បើសិនជាយើងឃើញយើងពេលខ្លះយើងអត់និយាយកំពុងហងយើងនិយាយថាគាត់ស្លៀកពាក់កៅអៅពណ៌ក្រហមយើងនិយាយអញ្ចឹងណាតែកាលណាគេដាក់ចើគឺគេចង់ពិពណ៌នាមពីសកម្មភាពបាទគឺបែបហ្នឹងបាទគឺយើងឃើញថាគាត់នេះដើរទៅវិញទៅមកអញ្ចឹងណាបែបហ្នឹងគឺមានសកម្មភាពនៅក្នុងហ្នឹងទៅជាមួយបាទអាហ្នឹងតើតោមួយឈន់ចើឥឡូវឧទាហរណ៍មកឧទាហរណ៍ទៀតមានសភៅមួយក្បាលនៅលើតុតោះបាទតន់ចូលច្រើនតរិគុណមានសភៅមួយក្បាលនៅលើតុដាក់នៅលើតុជាជាសាំងតរិគុណអានតិចមកជាជាសាំងហ្វាំងចើ什么呢តោះសឹកនេះ桌子上放着一本书对桌子上放着一本书តែបើយើងនិយាយបើអត់មានចើយើងនិយាយថាមានសភៅមួយក្បាលលើតុយើងនិយាយមិនអញ្ចឹងមានសភៅមួយក្បាលលើតុបើសិនជាយើងនិយាយមានវិញ该怎么说桌子上放有一本书对អញ្ចឹងបើសិនជាមានយកហើយយើងដាក់ហ្វាំងមកទៀតទេមានន័យថាហ្វាំងដាក់ហ្វាំងយើងមកថាដាក់បាទតែន័យធម្មតាយើងនិយាយលើតុមានសភៅមួយក្បាលជាប់ជាក្នុងយោ一本书ឃើញទេបាទអញ្ចឹងគេប្រើពាក្យហ្វាំងមានន័យថាមានមនុស្សយកសភៅនឹងទៅដាក់នៅលើតុនឹងបាទហើយឥឡូវសភៅនៅណាកំពុងតែនៅលើតុគឺបែបហ្នឹងណាអញ្ចឹងដោយសារមានពាក្យកំពុងណាជើហ្វាំងជើ一本书បាទ桌子上放着一本书អាហ្នឹងគឺគេ focus ទៅលើគេនិយាយអញ្ចឹងណាគេផ្ដោតទៅលើតុឬក៏សភៅបាទគឺថាយើងកលេចទៅគឺឃើញសភៅហ្មងបើយើងកលេចទៅឃើញសភៅមួយក្បាលនៅលើតុហ្នឹងបាទអូខេអញ្ចឹងការនិយាយតម្រងចើហ្នឹងគឺវាធ្វើឲ្យមិនទៅការនិយាយហ្នឹងគឺ focus ខ្លាំងទៅលើសកម្មភាពហើយនិងកម្មបត្តិបាទក៏អត់បានសកត់ធ្ងន់ទៅលើតុពេកបាទកន្លែងហ្នឹងណាបាទអូខេតោះអញ្ចឹងអត់មានអីស្មុគស្មាញទេណាវគ្គ1 level 1 level 2គឺគេគ្រាន់តែប្រាប់យើងឲ្យដឹងថាតើជើប្រើនៅពេលណាហើយមានន័យម៉េចអូខេមានន័យថាកំពុងបាទអញ្ចឹងគេបញ្ជាក់យើងហើយ function កន្លែងនេះមានន័យថាម៉េចទៅត្រូវបានដាក់ឬក៏កំពុងដាក់បាទឥឡូវយើងមើលកម្រិតមធ្យមបាទនេះជាកម្រិតដែលសំខាន់ណា3 4នេះគឺសំខាន់បាទអញ្ចឹងនៅក្នុងកម្រិតមធ្យមជើវាកាន់តែមានន័យស៊ីជម្រៅជាពិសេសនៅពេលពិពណ៌នាអំពីសកម្មភាពឬស្ថានភាពមួយដែលអមជាមួយសកម្មភាពឬស្ថានភាពមួយទៀតបាទអញ្ចឹងនិយាយស្រួលស្ដាប់ទៅការប្រើប្រាស់ជើនៅក្នុងកម្រិត3 4កម្រិតមធ្យមគឺសកម្មភាពវាអាចមានចាប់ពី2ឡើងទៅបាទវាមានចាប់ពី2ឡើងទៅគឺវាមានកិរិយាសព្ទចំនួន2មាន verb 1មាន verb 2បាទហើយជើគឺដាក់នៅប្រឡោះកណ្ដាលអូខេបាទអញ្ចឹង
tớ cái bọn này bị sẽ cầm phiệp pi nóอย่างmấy bà cầm phiệp pi nó vì cả lần nà kia đứa con thành phiệp pi nó vía cả lần tam lầm đào bà ở lỡ dương mờ cả bây giờ bỏ kế na tí mùi tí bọn này bị đặc biệt rồi thành phiệp nay sẽ cầm phiệp bà tí pi chẳng đâu pe đã mình sẽ cầm phiệp mùi bà cứ thời time chỉ mùi nâng chở đầm bay ghếដើម្បីពីពណ៌នាអំពីស្ថានភាពទី2បាទអញ្ចឹងយើងមើលរូបមន្តវាបាទនេះតម្រងរបស់វាណាពេលដែលយើងកត់ចូលសភៅគាត់ដាក់តម្រងនេះកិច្ចអាសព្ទទី1បូកចបូកកិច្ចអាសព្ទទី2បាទឥឡូវយើងប្រើនៅពេលណានឹងឧទាហរណ៍របស់គេឧទាហរណ៍ថាគាត់សើចហើយក៏និយាយបាទគាត់សើចហើយនិយាយបាទគេអានតិចមកសឹកនេះគាត់សើចហើយនិយាយថាស្យោ笑着说，ថាស្យោជើសួរនិយាយអញ្ចឹងណាថាស្យោជើសួរ笑着说，បាទអូខេឬក៏ពេលខ្លះគេដាក់ទាំងណាវាស្មើនឹងពាក្យទាំងណាអាហ្នឹងបើសិនជាយើងទៅសេឲ្យអស់សេចក្តីតាមពាក្យខ្មែរយើងណាគាត់និយាយទាំងសោចបាទគាត់អញ្ញឹមពេលគាត់និយាយបាទតែជាក់ស្ដែងខ្មែរយើងនិយាយថាម៉េចគាត់សោចហើយនិយាយឃើញទេអញ្ចឹងណាបាទគាត់សោចហើយនិយាយមានន័យថាបាទសោចហើយនិយាយព្រមគ្នាក្នុងពេលអីគេក្នុងពេលតែមួយគឺបែបហ្នឹងណាបាទថាសោចសួរអូខេអញ្ចឹងគេបញ្យល់លម្អិតទៀតគេថាសោចហ្នឹងយ៉ាងម៉េចសោចហ្នឹងគឺពិពណ៌នាអំពីរបៀបរញឹមដែលគាត់និយាយបាទអញ្ចឹងយើងមើលតាមពាក្យបច្ចេកទេសវេយ្យាករណ៍វារៀងស្មុគស្មាញណាប៉ុន្តែបើយើងយល់តាមស្ថានភាពយើងសម័យទៅយើងដឹងហើយថាសោចសួរហ្នឹងមានន័យម៉េចបាទអូខេឧទាហរណ៍ថាគាត់ដេកមើលសភៅនាងដេកមើលសភៅតើបងមួយជំនាញដេកមើលសភៅ他当着看书对他躺着你按躺他躺着他躺着看书នេះđiគុណនៅឯđiគុណចៃមកđiគុណលឺកណាđiគុណ你好điគុណបាត់លបងណាបាត់អីអូខេអញ្ចឹងពាក្យថាងនេះដោយសារតែគុណគាត់សួរខ្ញុំថាអាពាក្យស្គរហើយអាពាក្យដេកហ្នឹងខុសគ្នាមិនខុសគ្នាណាស្គរថាងបាទស្គរថាងនេះគុណលឺទេគុណនេះគុណថតឲ្យកណាមើលសភៅហ្នឹងគេសេខុសហើយណាអាពាក្យដេកឬក៏ផ្អែកខ្លួនណាគេតែជាសរសេរពាក្យស្គរវិញហ្នឹងហើយសភៅហ្នឹងខុសហើយគេគុណកែហ្នឹងណាបាទខុសសរសេរខុសអញ្ចឹងអាថាងនេះយើងបកថាដេកដែរគ្នាយើងណាតែរបៀបថាយើងដេកមើលសភៅដេកមើលរឿងអីមិនដេកលក់ទេដេកលេងអាហ្នឹងខាងគេសេខុសហ្នឹងហើយគេសេស្គរវិញអាហ្នឹងខុសនេះគុណចាំកែខុស 100% ហ្មងយកខាងនេះវិញហ្នឹងហើយអត់អីនេះគុណសភៅធម្មតាវាតែមានខុសតិចតួចអញ្ចឹងហើយសូម្បីសភៅកណាធ្វើខុសដែរនឹងមានកន្លែងនៅខំបណ្ឌិត 4-5 ដងនៅតែមានកន្លែងខុសអញ្ចឹងបានអ្នកនិពន្ធសភៅត្រូវមានអ្នកដែលចាំត្រួតពិនិត្យ2-3នាក់អីតែយើងតែឯងបាទអញ្ចឹងយើងគាត់តិចមកថាងយើងអានថាថាងដេកផ្អែកខ្លួនតម្រេតខ្លួនក៏បានដែរយើងបកថាដេកតម្រេតខ្លួនឬក៏បាទអញ្ចឹងណាដេកឬក៏តម្រេតខ្លួនមិនដេកលក់ទេណាថាងហ្នឹងណាដូចយើងដើរតាមផ្លូវឃើញអ្នកសុំទានដេកនៅតាមផ្លូវនឹងថាថាងចៃណាលីណាថាថាងចៃណាលីថាថាងចៃលក់ថាងចៃលក់ណាលក់ពៀនបាទលក់សាំងកដាផ្លូវពេលខ្លះដេកគេថាថាងចៃលក់ពៀនបាទថាងអូខេ那你们喜欢谈看手机吗？谈看手机。是的，喜欢。喜欢呢。对，就是看着就睡觉了，谈看手机，然后手机看你，摸在旁边。吧，OK，那你们喜欢谈看什么呢？李坤，你喜欢谈看什么？
thì chật kênh sân mờ tù sa mờ tới 我常 và chỉ hoan tháng khánh khánh su 常看手机， khánh số chí của ok Cuốn đôi cái nào đấy Han sầu chi được cái tha khánh số chí khánh su nên với bỏ được su chay số chí sang và sắp hơi lên tu sang 我 mày hiện lên tu sắm 我常看书，但有的人他大部分人就是他们喜欢躺着看什么看脸书吧看脸书就是有的人他躺着看他躺着看哦不是看他躺着玩手机玩游戏吧玩游戏一个玩游戏 lên game và lên game ok nè bạn ok តាមពិតបើសិនជាយើងនិយាយថាស៊ីហួនថាងចើខាន់ស៊ូនិយាយចឹងក៏រៀងឆ្កងដែរបើសិនជានិយាយស៊ីហួនហើយបើដាក់ចើទេស៊ីហួនថាងខាន់ស៊ូឬក៏ចូលចិត្តគេងមើលសភៅ 就看 តែបើយើងនិយាយថាគាត់ចូលចិត្តមើលសភៅបដាយើងថាពាក្យបដាគាត់ចូលចិត្តមើលសភៅបដាគេងបដាអាហ្នឹងមកគេប្រើពាក្យអ៊ីពៀនវិញថាស៊ីហួនអ៊ីពៀនថាងអ៊ីពៀននេះគេ 一边看书， ហ្នឹងហើយអ៊ីពៀនថាងអ៊ីពៀនខាន់ស៊ូអាហ្នឹងគេប្រើពាក្យអ៊ីពៀនវិញបាទបើសិនជាគេមកខ្មែរយើងណាបដាគឺបែបហ្នឹងបាទប៉ុន្តែអាពាក្យចើនេះស្ដាប់មើលទៅវាសរៀងអាពាក្យអ៊ីពៀនហ្នឹងដែរបាទវាសរៀងដែរគ្រាន់តែគេអត់ប្រើពាក្យបដាប៉ុន្តែន័យវាសរៀងគ្នាទេបាទថាថាងចើខាន់ស៊ូណាគាត់ដេកមើលសភៅបាទ វាដូចនឹងន័យអ៊ីពៀនដែរបើសិនជាគេដាក់អ៊ីពៀនក៏អត់ខុសដែរកន្លែងនេះន័យវាប្រហែលគ្នាពីរហ្នឹងបាទគ្រាន់តែគេនិយាយថាថាងចើខាន់ស៊ូគឺសកម្មភាពដែលគេចង់ផ្ដោតសំខាន់ទៅលើហ្នឹងតែមួយឯងមួយណាថាងចើឃើញទេបាទថាងចើនេះគេនិយាយស័ព្ទទី1បាទថាងចើបាទ អូខេ 那个是他的。 ហ្នឹងហើយស្ថានភាពតោះអញ្ចឹងឥឡូវយើងមើលបន្តិចអញ្ចឹងការរៀនវេយ្យាករណ៍វាងាយស្រួលវានៅពេលដែលយើងរៀនតាមឧទាហរណ៍យើងរៀនតាមឧទាហរណ៍អញ្ចឹងគឺងាយយល់ងាយចាំឧទាហរណ៍ថាសូមអង្គុយរងចាំខ្ញុំឈិញតើសំអី 亲就就亲等我，我 ប៉ុន្តែបើយើងនិយាយថាសូមចាំខ្ញុំមួយផ្លែតយើងមិនដាក់អង្គុយទេនិយាយមិនឈិញ 请等我 បាទឈិញតឹងវ៉ឃើញទេបាទឈិញតឹងវ៉អញ្ចឹងវាអាស្រ័យលើយើងចង់និយាយថាម៉េចបាទដូចថាយើងឲ្យគេចាំឲ្យគេឈរចាំមិនកើតបើចាំខ្ញុំបន្តិចទេយើងគេឈរបាទអញ្ចឹងយើងប្រាប់ថាបើអង្គុយចាំខ្ញុំមួយផ្លែតណាបាទអញ្ចឹងគេដាក់ជក់ទៅដាក់ជើឈិញជក់ជើតឹងវ៉ឃើញទេនេះយើងដោយសារគេមិនគេដាក់ហើយមិនគេដាក់ជើហេតុអីនឹងគេដឹងអញ្ចឹងព្រមនិយាយថាឈិញជក់តឹងវ៉ហ្មងទៅហេតុអី មិនដាក់ជើមកទៅ កំពុងតែកាត់ឡើងពេលគាត់ពងនិយាយហ្នឹង អូខេ ពេលនិយាយទៅវាទៅអង្គុយមក បាទវាកំពុងតែកើតឡើងហើយវាមានកិច្ចស័ព្ទ2ឃើញទេឃើញវាមានកិច្ចស័ព្ទ2អញ្ចឹងជាធម្មតាកាលណាមានកិច្ចស័ព្ទ2យើងត្រូវប្រើជើនៅកណ្ដាលហើយគឺបែបហ្នឹងបាទអាហ្នឹងក៏ជាមូលហេតុមួយដែរប៉ុន្តែខ្លឹមសារគឺទាំងអង្គុយទាំងចាំគឺព្រមគ្នាតែមួយឃើញអត់អាហ្នឹងខ្លឹមសាររបស់វាគឺបែបហ្នឹងបាទអញ្ចឹងយើងអត់ក៏បើសួរថាហេតុអីមិនដាក់ជើទី1ដោយសារអង្គុយហើយចាំគឺក្នុងពេលតែមួយកំពុងកើតឡើង ហេតុផលទី2គឺមានកិច្ចស័ព្ទ2បាទគឺមានកិច្ចស័ព្ទ2ដែលវាកើតឡើងដំណើរគ្នាបែបហ្នឹងណាបាទឈិញជក់ចើតឹងវ៉ឥឡូវយើងមើលឥឡូវនេះយើងពងរៀនមានសកម្មភាព2អត់បាទឥឡូវមានសកម្មភាព2អត់ឥឡូវអ្នកគ្នាកំពុងរៀនហ្នឹងកំពុងអង្គុយរៀនដេករៀនឬក៏ឈររៀន អង្គុយឡើយស្អី អង្គុយអញ្ចឹងយើងអាចនិយាយបានដែរលោកតោះថាខ្ញុំកំពុងអង្គុយរៀនចិនព្រោះ 我我坐着学习中文 中文 បាទ我坐着学习中文ដល់ពេលគេមើលពីចម្ងាយមក
cái mình đang dân thưa ấy này đang dân cùi bà đọc về đào mà nói chuyện dân ô cùi mưa hiền tá nè cùi hiền tá mình mang cùi lên ghé và nhưng mưa bây giờ ngày mà mưa tụt sắm là sư lên mà ngay bay máu ok anh đang cười trắng á và các bạn rằng cái scam phê phí vì ca lái với mình trẻ ca lái cái nè thì miền mù là hại thế thì ra ni chọn cắm mà ni ni khăn sổ chi cắm mãi à kỳ kỳ nhảy trắng á cái số ni khăn sổ chi cắm mà ni mưa tụt sắp thế ấy à bây giờ vậy nhóm riêng trần nhóm coi riêng trần nhóm mơ tụt sắp hiện trần khăn sổ chi khăn trở xỉa 是是 对 中文 我看着学cái nhé看着学 bà mới hay riêng bà coi riêng 这 chua trở 是 xỉa 是中文 chua trở xỉa là p đây riêng 我汤着 bà 是中文 mình xuôi trở xỉa trong vấn đấy na xuôi trở xỉa trong vấn nên ban riêng đến đây bà đấy xuôi đây nhở xuôi kênh lụa mỏng nhưng vậy thầm thàng và tháng trở xỉa trong vấn nên score là khu đây riêng này khu ông lẽ thì con phải score cái kia là sư score lên rồi để con score khu đây riêng này nó khu đây riêng á nhưng mà score có rồi Facebook page có Mina đã mua thật đây riêng con khu ông lẽ con vì muốn xong lọc buồn xong trầm các bạn có lên rồi còn là bay đây ta bà có to số à còn là khu đây nè buồn tròn đây là thầy tập bỏ xây đi chờ bạn bồ na ấy chứ xây là ngay tập hơi sắp trời trời xây là xây vô thua mà bà sự ok chẳng hàn phép chạy này như cứ chăm cho nó dương mỏng á bà chua chở xìa trong vẫn ok tả lấy dương mơ và tao mà tiền dương mơ tầm rung với chấm biến mình mà đòn chẳng tí mũi hai tầm rung thao mặt đá cứ kể ra sắp buộc chở lấy dương mơ tầm rung với chấm biến bà chẳng đầm bay bạ để xàiสถานភាពបន្តស្ថានភាពកំពុងបន្តអ្នកប្រើអីគេយើងត្រូវប្រើmấy dụមុខកិរិយាសព្ទ mấy dụ បាទបដិសេធសកម្មភាពបន្តនោះមានន័យថាយើងអត់បានអញ្ចឹងទេអត់មានរឿងហ្នឹងកើតឡើងទេឧទាហរណ៍ថាទ្វារអត់បើកទេគេនិយាយថាទ្វារមិនបានបើកទេយើងផ្ទុយវិញមកមិនអីគេ mình mày khai trừ បាទមិនខៃជើអូខេបាទអាហ្នឹងដូចថាយើងឮសំឡេងទ្វារ就是你听见门的声音对吗然后你去看看那门开还是没开呢ឧទាហរណ៍ថាខ្មោចលងយើងឮសំឡេងទ្វារតែដល់ពេលយើងទៅមើលទ្វារហ្នឹងអត់បានបើកទេឃើញទេបាទអញ្ចឹងបើយើងនិយាយធម្មតាយើងនិយាយមិនទៅទ្វារអត់បានបើកយើងនិយាយមិននេះគេ mình mày khai trừ បើយើងនិយាយធម្មតាយើងអត់មានណានឹកឃើញដល់ពាក្យចើហ្នឹងទេតានីឲ្យហ្មងតាំងតែយើងនិយាយមិនmấy dụ Mẫn mấy khai មិនmấy mấy dụ ឃើញទេmấy dụ ឬក៏មិនឬក៏ពេលខ្លះយើងអាចនិយាយថាមិនពុកខាយទៀតហ៎ mình phúc hải ហ្នឹងហើយយើងអត់បាននឹកឃើញដល់អាពាក្យចើហ្នឹងទេបាទអញ្ចឹងដើម្បីនិយាយឲ្យត្រឹមត្រូវបានគេត្រូវរៀនវេយ្យាករណ៍បន្ថែមអញ្ចឹងហេតុអីបានត្រូវតាក់ចើបាទគឺគេចង់សំដៅទៅលើសកម្មភាពរបស់ទ្វារនៅពេលខ្យល់បក់មកវាបើសិនជាវាបើកវាមិនទៅបក់ទៅបក់មកងែកងកឃើញទេបាទអញ្ចឹងដោយសារវត្ថុមួយវាមានសកម្មភាពទើបយើងដាក់ចើបាទទោះបីវាអត់បានបើកក៏ដោយក៏ពណ៌នាថាទ្វារនោះអត់បានបើកទេបើសិនជាវាបើកគឺយើងឃើញហើយថាវាបើកអញ្ចឹងណាមិនmấy khai chợបាទចុះបើយើងនិយាយថាមិនmấy khai ក៏បានគ្រាន់ថាវាអត់ល្បិតខ្លាំងណាគេស្ដាប់បានដូចគ្នា cho vay máu bông pháo anh cô
khai chởហ្នឹងkhai chở khai chởឃើញទេបាទចឹងរៀនគ្នាយើងប្រើការស្មើសម័យយើងប្រើការស្មើសម័យការសង្កេតហ្នឹងសំខាន់ណាស់បាទតទៀតគាត់មិនបានពាក់អាវក្រៅទេមានថាអូឥឡូវល្ងាខ្លាំងណាបាទហើយគាត់ចេញទៅក្រៅមានពាក់កៅអៅល្ងាបាទអញ្ចឹងយើងឃើញសកម្មភាពរបស់គាត់ហ្នឹងញាក់ល្ងាញ័រញាក់ដើរមករៀងអត់ទៅស្រួលណាអញ្ចឹងយើងក៏លន់មកថាម៉េចអូថាយគេតោះ他没穿着外套。对他没穿着外套外套ឃើញទេបាទ他没穿着外套他为什么没穿着外套呢那你们来回答为什么亚金他为什么没穿着外套他គាត់ភ្លេចនៅផ្ទះគាត់ភ្លេចយកមក因为他គាត់ភ្លេចយកមក亚金因为他忘记因为他忘记带来យកមក他忘记带来因为他忘记带来OK 好បាទអញ្ចឹង因为他忘记带来所以他现在没អីគេចាញ់និយាយមកដោយសារតែគាត់អត់បានយកកៅអៅមកឥឡូវហ្នឹងគឺគាត់អត់បានពាក់កៅអៅមកទេ因为他没有因为他忘记带来所以他现在没有穿着外套外套他没有穿着外套 OK ហ៎បាទហ្នឹងគឺបែបហ្នឹងហើយយើងមើលទម្រង់សំណួរអញ្ចឹងអ្នកអាចបង្កើតប្រយោគសំណួរដោយប្រើម៉ាឬទម្រង់ពុមានន័យថាហៅពុហៅអូខេទម្រង់ហៅពុហៅបាទឬទោះបីជាយកមិនយកបាទទម្រង់របស់វាហៅពុហៅឬក៏យកមិនយកអាហ្នឹងរចនាសម្ព័ន្ធទម្រង់ណាបាទអូខេអញ្ចឹងដើម្បីបង្កើតយកសំណួរចើយើងមានកិច្ចស័ព្ទមួយមានចើហើយបូកពាក្យម៉ាឬក៏យើងប្រើកិច្ចស័ព្ទ2នៅចន្លោះពាក្យមីអូខេហើយបូកចើឥឡូវមួយឧទាហរណ៍សូយើងសួរទ្វារតើទ្វារបើកអត់តើទ្វារកំពុងបើកអត់មិនអីគេមិនហើយជើមកទេមិនហើយជើមកតើទ្វារបើកទេអូខេអាហ្នឹងយើងទៅពេលដែលយើងចូលផ្ទះយើងនៅណាក៏ដោយយើងត្រូវសួរសំណួរមួយហ្នឹងមានន័យថាមិនខៃជើមកបើសិនជាយើងនិយាយថាមិនខៃជើមកមានន័យថាយើងទៅបាទយើងទៅក្រុមហ៊ុនសួរបើកទ្វារនៅបាទអូខេភ្លើងបើកនៅតោះសុខអ៊ីភ្លើងបើកនៅភ្លើងភ្លឺនៅ灯亮没亮着对灯亮没亮着灯亮没亮着អូខេយើងសាក់សម័យមកពេលណាយើងនិយាយអាហ្នឹង灯亮没亮着បាទនៅពេលណាយើងនិយាយឃ្លាហ្នឹងនៅពេលដែលយើងធ្វើសកម្មភាពឥឡូវហ្នឹងហ្នឹងហើយតែឃ្លាភ្លើងភ្លឺនៅហ្នឹងនិយាយពេលណាថាអត់តាន់ភ្លឺទេភ្លើងហ្នឹងអូខេបាទអាចថាដោយសារភ្លើងហ្នឹងវាខូចអូខេភ្លើងហ្នឹងវាខូចធម្មតាអំពូលភ្លើងវាជួនកាលវាអត់ភ្លឺបាទហើយយើងទៅសួរភ្លើងភ្លឺនៅតឹងលៀងមិនលៀងចើចុះមកគេបើកវិញភ្លើងបើកនៅវិញតឹងខាយអីគេខាយមិនខាយចើឃើញទេបាទអញ្ចឹងបើយើងនិយាយថាតឹងខាយមិនខាយចើសំណួរហ្នឹងវាទូទៅជាងគឺរាល់ពេលគឺយើងអាចនិយាយបានជួនកាលបើកភ្លើងបើកជួនកាលយើងអត់តន់បើកភ្លើងណាបើកភ្លើងនៅបាទប៉ុន្តែបើយើងនិយាយធម្មតានិយាយមិនទេតឹងខាយលម៉ា
ឃើញទេបាទតឹងខៃលម៉ាយើងនិយាយទូទៅបាទហើយបើយើងនិយាយថាតឹងខៃមិនខៃជើហ្នឹងហត់តែល្អគេស្ដាប់មើលទៅគឺគេគិតថាអូភាសាចិនយើងគឺស៊ីចំហៅបាទយើងចេះក្បួនវេយ្យាករណ៍ក្នុងការនិយាយបាទតោះឥឡូវយើងមើលការប្រើប្រាស់មកកម្រិតទៀតហើយនឹងករណីលើកលែងបាទអញ្ចឹងទីទៀតនៅពេលដែលយើងរៀនចើនឹងចប់ព្រោះចើនេះខ្លីជាងតើហើយយ៉ាងចឹងរំលឹកអំពីនឹងឡើងវិញបាទអញ្ចឹងនៅក្នុងកម្រិតខ្ពស់បាទវាប្រើនៅពេលណាហើយចាំបាច់នៅពេលណាវាគឺជាការសំខាន់ណាស់ក្នុងការយល់ដឹងពេលណាប្រើចើបាទហើយពេលណាអាចប្រើចើពេលណាមិនអាចបាទអូខេអញ្ចឹងត្រូវបានប្រើប្រាស់និងរបៀបវាខុសគ្នាពីទម្រង់វេយ្យាករណ៍ស្រដៀងគ្នាបាទអញ្ចឹងយើងមើលទី1បាទកិរិយាសព្ទដែលមិនអាចប្រើជាមួយចើអញ្ចឹងរាល់កិរិយាសព្ទទាំងអស់មិនមែនសុទ្ធតែអាចប្រើជាមួយចើបានទាំងអស់ទេបាទអញ្ចឹងឥឡូវយើងមើលថាតើកិរិយាសព្ទណាខ្លះដែលគេអាចប្រើមួយចើបាទយើងមើលបាទអូខេបាទអញ្ចឹងចើបង្កប់នៃបន្តឬស្ថានភាពស្ថិតស្ថេរបាទយើងមើលណាកាលណាដែលគេប្រើចើទៅលើសកម្មភាពមានន័យថាវាបអូសបន្លាយសកម្មភាពហ្នឹងឲ្យវាទៅមុខទៀតណាប៉ុន្តែចំពោះកិរិយាសព្ទខ្លះយើងមើលកិរិយាសព្ទដែលពណ៌នាអំពីសកម្មភាពដែលកើតឡើងភ្លាមបាទកិរិយាសព្ទភ្លាមឬក៏មួយរំពេចបាទអីគេកិរិយាសព្ទភ្លាមឬក៏មួយរំពេចមានន័យថាយើងអត់បានព្រៀងទុកមុនណាបាទវាកើតឡើងភ្លាមណាដូចជាពាក្យថាដួលដូចជាពាក្យថាផ្ទុះដូចជាពាក្យថាភ្ញាក់ឃើញទេអញ្ចឹងមាន3ពាក្យហ្នឹងដែលយើងចាំដួលគេដួល xuôi tàu ស្វ័យ xuân tàu ស្វ័យ xuân tàu បាទនេះយើងដើរដួលយើងមិនដឹងមុនណាបាទហ៎ផ្ទុះអាវុធនៅព្រំដែនប៊ឹងហ្នឹងគេបោចាយើងនៅតិចមកពាក្យ3ហ្នឹងពាក្យហ្នឹងអាសាជួបបាទស្វ័យតោដួលដល់ដួលបោចានេះផ្ទុះឲ្យផ្ទុះទៅបាទបោចាដល់ពេលភ្ញាក់អីគេ Xỉn ស៊ីងបាទស៊ីងភ្ញាក់បោចាក់មានផ្ទុះស្វ័យតោណាដល់ដួលហើយឧទាហរណ៍របស់គេមានបែងចែកថាមានខុសមានត្រូវបាទហេតុអីបានខុសហេតុអីបានត្រូវយើងមើលអញ្ចឹងអាកិរិយាសព្ទ3ហ្នឹងគេអត់ប្រើមួយចើឯងហេតុអីតាមតែគេដឹងមួយហេតុអីបានជាអា3ហ្នឹងវាអត់ប្រើមួយចើដោយសារអីគេ sao giờ ai cầm nọt nhặt đâm về nè ba nhẹ được chỉ cả đùi là đuôi nhẹ វាគឺជាកិរិយាសព្ទដែលកើតឡើងភ្លាមឃើញទេបាទឥឡូវឧទាហរណ៍ថាស្វ័យចើថាស្វ័យតោចើឈក់គេអត់និយាយចឹងទេបាទឃើញទេថាស្វ័យតោចើបាទអញ្ចឹងសរុបមកចើបើសិនជាវាប្រើជាមួយតែកិរិយាសព្ទមួយមានន័យថាកិរិយាសព្ទហ្នឹងមិនកំពុងតែកើតឡើងបាទប៉ុន្តែបើសិនជាចើប្រើមួយកិរិយាសព្ទ2មានន័យកិរិយាសព្ទ2ហ្នឹងមិនវា កើតឡើងដំណើរគ្នា ហ្នឹងហើយអញ្ចឹងយើងត្រូវយល់ឲ្យច្បាស់កន្លែងហ្នឹងណាបាទប៉ុន្តែនៅក្នុងកម្រិតខ្ពស់បើសិនជានិយាយទៅលើកិរិយាសព្ទមួយកំពុងកើតឡើងបាទយើងបូកកិរិយាសព្ទហ្នឹងមួយចើតែលើកលែងតែ3ហ្នឹងឯងដែលគេបូកមួយចើបាទមានស្វ័យចើបាទមានស្វ័យតោចើអត់ទេយើងនិយាយត្រឹមតែថាស្វ័យតោលឃើញទេបាទថាស្វ័យតោលនេះគាត់ដល់ដួលហើយអូខេបាទយើងឃើញសកម្មភាពហ្នឹងណាបាទថាស្វ័យតោលគឺគាត់កំពុងដល់ដួលបាទកូនសិស្សទៅដល់ចិនណាណីទៀតនេះយើងមិញហ្នឹងចាំបានឃើញចូលរៀនម៉ែស្គាល់ម៉ែហ៎ទៅចិនទៅលេងចិនបាទអូខេថាស្វ័យតោលគាត់ដួលហើយនេះមិនត្រូវណាបាទតមកទៀតកិរិយាសព្ទលទ្ធផលបាទកិរិយាសព្ទដែលបង្ហាញពីសកម្មភាពដែលបានបញ្ចប់ឬក៏លទ្ធផលបាទអញ្ចឹងកិរិយាសព្ទមានបែងចែកទៀតវាមានអាកិរិយាសព្ទភ្លាមមួយរំពេចបាទហើយមានអាកិរិយាសព្ទបញ្ជាក់ពីលទ្ធផលឧទាហរណ៍ស្លាប់បាត់ហើយគេស្លាប់បាត់ហើយ
Sửa. Xử lợi. Vô lại. Vô lại.懂了， Tổng đó. Lệch bạt đấy. 忘 Quán 了， rồi. À bay nó dương mình còn ta án nó dương. Dương trăm món à bay nữa. Bà. Slap hơi, vô hơi, lệch hơi. Đùa hơi, tu hơi, nhẹ hơi. Bà cứ dân thấy trăm món à vào mùi vị nữa. Cả này lực lệ. Xử đó, tổng đó, vong là. Bà. Số thà pi sai nó vi vitamin nó có vitamin. Bà. Vì này vitamin nó còn này vitamin. Vitamin C. 那 vitamin Chẳng dương vậy nó nóng chùm là tí bì. Chùm là tí cầm rạch cú từ lừa cái hai tha hiệu vitamin. Nó như thời vô đá lại nắng bạn. Tao lấy mưa cái lại sự lợi năng tha tha sự lợi trở. Mình cũng nói quạt cầm pông slap. Ở đây là slap ấy mà. Ok. Chẳng như vậy đó, phần năng này tha sự lợi bà này phải tham chờ ấy. Ủa tha nhóm vô lại. Wo tổng lợi. 我懂了， Rồi. Nhóm click hai. 我忘了， Ok, wo vong lợi. Bà. Ta mà tiệt đời là tiệt bày ấy. Kệ nhà sắp. Đài bằng hành pi cầm hiếp. Play chất năng rộng. Bà. Chẳng kệ nhà sắp bên Arupay đài. Bà. Kệ nhà sắp thì dân mơ khơi đòi cài vị cá. Mỗi tiết chia cầm hiếp không play chất. Đối cho họ biết là trâu chất. Cái trâu chất. Xí. Bà. Xí hoan. Biết thả đấng. 知道， Chú tạo. Biết thả. Miên là rộng đấng rồi có vô thả. 觉得， Bà. Chắc là bây nó dân thời trăm này. Xí hoan. Chú tạo. Chú tờ. Hay mình miên tập bây nắng ấy nè. Nó miễn chởn tiền là vì bỏ niềm bị scam phép này rõm này chất bao dừng. Bà đối họ biết thá kết trắng hay kìa. 想， Cái sao đó nắng dừng ai phở chỉ mũi chờ đầm mây bằng hai những tí. Đồng nở cá này cá kịch bà ok đó. Cụ thì họ bà sáng chở. Mình đây thầm mà chắc sáng chở. Cầm bông tay kết. Cầm bông tái. Bị cha lần nà. Ok. Họ là dương mưa cụ thì họ. Bà. Chúc nhưng mà tính á anh ta chứ Sĩ quan cho bà đi. đầm bay bằng hai mới không nơi bật tỏ trong năm kể ra sắp lời trận môi trường luôn đôi chia sáng ok miền này tha kể ra sắp đại bằng hai piscam phép lời trận năng miền phẩm án miền sĩ hoán chữ tạo hay năng bị cái mình chia tờ đấy Phía tờ. anh năng phở ba nè phở môi chờ ba nè Ọt. Ban. ở đây này chỉ thò mà đá phở ban tận tái lược cạn này lược lấy miền kể ra sắp lời trận mà trận luôn ai phở môi chờ bàn đôi chụp bị cái xiang Xe. ok năng ngày vậy chẳng bà tỏ lấy chẳng sĩ hoan phật bà này bà tha sĩ hoan trở nì no bà dừng vậy tha wo sĩ hoan trở nì wo sĩ hoan nì tập năng ngày bà wo sĩ hoan nì Ai là sao ai? đã thì có Ai du à? Ai sao lại nhỉ? ai vậy Rồi. đôi cái này bà Ý ai đấy ai pra chờ bạn này. ai chờ à ta cái nào đôi đai lư vậy em của ai chờ nì tao bỏ của ai nì mà Ai chờ đó người sao lạnh dữ à? Mà rồi năm ấy không? ok tỏ là dừng to mà tiền bà cái chắc cân lá hiện bây giờ có cái smoke some mai đó do tập ban năng số nó mà hồi lúc chờ chính hoa sĩ hoan nỉ mà hoa sĩ hoan chờ nỉ ok ok tổng dương hiện bây giờ có khát đó nè khát đây vậy bạn khát bịa khát ở tập bọt phần tay dương dù cho bà ok tỏ tí pì phép khó khăn nế pì chay ok chẳng khi dương phải có chia
ឆ្ងល់នឹងចិត្តឯងចុះអាចចៃហ្នឹងមិនកំពុងដែរចុះអាចជើហ្នឹងកំពុងដែរហើយអាពីរហ្នឹងមិនវិញឥឡូវបាទអាពីរខុសគ្នាមិនឥឡូវយើងចាប់ផ្ដើមយើងរៀនដល់ហើយបាទភាពខុសគ្នាពីចៃធម្មតាចៃបូកមួយកិរិយាសព្ទបូកមួយណឺយើងនិយាយថាចៃកម្មម៉ាយចៃជាប់សមណាពងធ្វើអីហ្នឹងខ្មែរយើងពងធ្វើអីហ្នឹងចឹងអាណឹសហ្នឹងស្មអ្នកកំពុងធ្វើអីហ្នឹងនិយាយថាម៉េចអ្នកកំពុងធ្វើអីហ្នឹងនិយាយជាប់សមណាចៃកម្មម៉ាណា 你 rồiយើងនិយាយថាខ្ញុំកំពុងញ៉ាំបាយព្រោះកុំភ្លេចពាក្យណាខ្ញុំកំពុងញ៉ាំបាយព្រោះចៃឈឺហ្វាន់ណា我正在吃饭呢。 ទេព្រោះចៃឈឺហ្វាន់ណាណែឃើញទេខ្ញុំកំពុងតែញ៉ាំបាយនេះព្រោះជើងចៃឈឺហ្វាន់ណាបាទឥឡូវយើងមើលតោះនេះគឺជាចំណុចច្រឡំទូទៅមួយបាទអញ្ចឹងទាំងពីរមានន័យថាទាំងពីរកន្លែងហ្នឹងទាំងចៃហើយនិងទាំងជើវាបង្ហាញអំពីអីគេបង្ហាញអំពីសកម្មភាពដែលកំពុងតែបន្តប៉ុន្តែអត្ថន័យវាខុសគ្នាមិនឥឡូវយើងមើលការបញ្យល់របស់គេបាទចាំតិចណាអូខេទី1អានេះគឺប្រៀបធៀបជប់ខ្ញុំមើលសិនសង្កត់ធ្ងន់ទៅលើដំណើរការសកម្មភាពឥឡូវនេះបាទអានេះគេអត់មានប្រៀបធៀបជាមួយនឹងជើរបស់យើងផងគេអត់មានប្រៀបធៀបគេនិយាយថាចៃណាបាទមានន័យថាគេឲ្យយើងស្វែងយល់អំពីការប្រើប្រាស់ចៃបាទហើយអាចនឹងគេផ្ទឹមគ្នាមកទៅឥឡូវយើងមើលសិនណាបាទតែចៃហ្នឹងនៅពេលណាគេប្រើចៃហើយនៅពេលណាអាចើមិញយើងនិយាយបានច្រើនទេមែនទេនៅពេលណាយើងប្រើចើបាទនៅពេលមានសកម្មភាព2អូខេហើយពណ៌នេះអំពីសកម្មភាពមួយដែលវាកំពុងតែកើតឡើងបាទសកម្មភាពដែលកំពុងកើតឡើងនោះជួនកាលជាសកម្មភាពដែលវាអត់ត្រូវការប្រធានបាទដូចវាកើតឡើងដោយឯងដូចទ្វារបើកមិញប្រួយបើកឃើញទេបាទវាតាមធម្មជាតិរបស់វាអូខេបែបហ្នឹងតែបើយើងនិយាយដាក់ប្រធានយើងប្រើចៃយើងកំពុងធ្វើអីមួយកំពុងធ្វើអីបាទគឺបែបហ្នឹងឥឡូវយើងមើលតម្រងទី1តកតងមួយចៃហ្នឹងឥឡូវគេឲ្យយើងស្វែងយល់ពីចៃវិញម្ដងចៃបូកកិរិយាសព្ទបូកណាសកត់ធ្ងន់ទៅលើដំណើរការដែលកំពុងបន្តនៃសកម្មភាពមួយវាគឺជាអ្វីមួយដែលកំពុងកើតឡើងឥឡូវនេះបាទអូខេអញ្ចឹងមើលឧទាហរណ៍របស់គេគាត់កំពុងតែញ៉ាំបាយមិញយើងរៀនហើយមិញបាទថាចឹងចៃជឿហ្វាន់កាលណាគេដាក់ចឹងចៃមានន័យថាគឺផ្ដោតទៅលើតែសកម្មភាពហ្នឹងហ្មងបាទតែបើយើងនិយាយចៃឧទាហរណ៍ថា我在学中文បាទខ្ញុំកំពុងរៀនចិនតែយើងមិនតំរៀនឥឡូវហ្នឹងយើងរៀនតាំងមួយឆ្នាំមុនមកដល់ឥឡូវមានតាន់ជប់រៀនណាបាទអាហ្នឹងករណីដែលយើងនិយាយចៃវាន័យវារៀងទលាយបាទន័យវារៀងទលាយគឺថាសកម្មភាពហ្នឹងកំពុងកើតឡើងដែរប៉ុន្តែវាមិនកើតឡើងឥឡូវហ្នឹងវាកើតឡើងតាំងពីមួយឆ្នាំមុនមកដល់ឥឡូវប៉ុន្តែវានៅតែកើតឡើងដូចថាគេសួរយើងយើងឥឡូវឈប់រៀននៅយើងនិយាយថាខ្ញុំនៅខ្ញុំកំពុងរៀនចិនវ៉យគេអញ្ចឹងវ៉យគេវ៉យចៃបាទវ៉យចៃ我正在学中文。 ប៉ុន្តែបើសិនជាគេសកត់ធ្ងន់នេះឥឡូវហ្នឹងឥឡូវហ្នឹងយើងកំពុងធ្វើអីបាទនេះចឹងចៃជាប់សមបើគេសួរយើងអញ្ចឹងហ៎បាទឥឡូវហ្នឹងសកម្មភាពយើងកំពុងតែរៀននេះបាទគេ focus តែលើសកម្មភាពដែលយើងកំពុងតែអង្គុយរៀនហ្នឹងអញ្ចឹងបានគេប្រើចឹងចៃបាទនិយាយមិនថាចឹងចៃវ៉ាចឹងចៃគេវ៉ាចឹងចៃជាចុងវិនឃើញទេហើយបើគេនិយាយ clear ថាចឹងចៃឈឺហ្វាន់ឥឡូវយើងឃើញគាត់កំពុងធ្វើអីឃើញច្បាស់ហ្មងបាទគឺយើងឃើញនៅក្នុងភ្នែកហ្មងគាត់កំពុងតែញ៉ាំបាយយ៉ាងឆ្ងាញ់ហ្មងបាទឃើញសកម្មភាពនឹងនៅមុខយើងតែម្ដងភ្លាមតែម្ដងអញ្ចឹងពាក្យថាចឹងចៃគឺវារឿងសកត់ធ្ងន់ទៅលើសកម្មភាពខ្លាំងជាងពាក្យទេខ្លាំងជាងពាក្យចៃគឺវាកើតឡើងក្នុងកំឡុងពេលហ្នឹងតែម្ដងបាទបើសិនជាយើងប្រៀបធៀបណាប៉ុន្តែបើយើងនិយាយទៅអាពីរហ្នឹងមានន័យដូចគ្នាអត់បើចំណុចរួមអាពីរហ្នឹងន័យដូចគ្នាអត់បាទយើងបកថាកំពុងដូចគ្នាទេបាទយើងនិយាយថាកំពុងដូចគ្នាប៉ុន្តែអ្នកគ្នាយើងទៅដឹងថា
សកម្មភាពណាដែលពេលណាយើងប្រើចឹងចៃពេលណាយើងប្រើចៃបាទហ្នឹងបាទហ្នឹងជាការប្រៀបធៀបណាគេឲ្យយើងយល់អំពីចៃបាទហើយនឹងចឹងចៃតទៅនឹងចំណុចទី2បាទអូខេតើឥឡូវយើងចូលមកចំណុចទៀតចកិរិយាសព្ទមុខចឧទាហរណ៍ថាគាត់កំពុងពាក់មួកគាត់កំពុងពាក់មួកថាតោះសុកនេះថាចៃកម្មាណា 他在干嘛？ អានមកគាត់កំពុងពាក់មួកថាតែ 戴 ច 着帽子，戴着毛帽子，ម៉ោត毛帽 ទេអាមួកនោះមិនមួកកតឹបទេហ្នឹងអាមួកបាទមួកយើងពាក់បាំងពលឺថ្ងៃហ៎បាទមួកហ្នឹងណាម៉ោតអូខេថាតែចម៉ោតគាត់កំពុងពាក់មួកអញ្ចឹងហ្នឹងគឺផ្ដោតសំខាន់ទៅលើស្ថានភាពនៃការពាក់បាទតោះណាបាទផ្ដោតសំខាន់ទៅលើសកម្មភាពតែបើសិនជាគេនិយាយថាចៃឧទាហរណ៍គេដូរចើដាក់ចៃវិញឧទាហរណ៍ថាចៃតៃម៉ោតអាហ្នឹងគេផ្ដោតទៅលើគេបើសិនជាយើងលុបចើដាក់ចៃវិញថាចៃតៃម៉ោតអញ្ចឹងបកដូចគ្នាគាត់កំពុងពាក់មួកប៉ុន្តែគេផ្ដោតទៅលើគាត់បាទគេផ្ដោតទៅលើប្រធានឃើញទេបាទអញ្ចឹងបើយើងបែងចែកឲ្យដាច់គឺកន្លែងហ្នឹងចើវាពណ៌នាអំពីសកម្មភាពបាទតែចៃវាលៀងទៅលើប្រធានបាទវាលៀងទៅលើប្រធានដែលកំពុងធ្វើអីមួយអាហ្នឹងតែប៉ុណ្្នឹងឯណាបាទចំណុចខុសគ្នារវាងចើហើយនឹងចៃបាទអាមួយនៅពីមុខកិរិយាសព្ទអាមួយនៅពីក្រោយកិរិយាសព្ទចាអាណានៅបន្ទាប់ពីប្រធានចើឬក៏ចៃ ចៃ ចៃ ចាប់ផ្ដើមវល់5ហើយ ជើបន្ទាប់ពីកិរិយាសព្ទ ហ្នឹងហើយអូខេអូគ្នាយើងចាប់ផ្ដើមច្បាស់ហើយណាបាទមិនសួ បា រ ក់ហើយច្បាស់ឡើងតែស្មាន និយាយចុះនិយាយឡើងនៅប៉ុណ្ណាអូខេបាទណាថាតៃជាមកជើថាចៃតៃមកជើអូខេហ៎តទៀតបាទលឿនតិចកុំឲ្យនៅនឹងបាទតគាត់កំពុងតែមើលទូរទស្សន៍ ទៀនសឹក ថាខាន់ជើ ថាខាត់ ទៀន 他 សឹក 看着 អូ 电 ខេ 视， អញ្ចឹងបង្កប់ន័យថាម៉េចគេនិយាយដាក់បង្កប់ន័យទៀតណាបង្កប់ន័យថាម៉េចយើងមើលគាត់ស្ថិតនៅក្នុងស្ថានភាពកំពុងមើលជាញឹកញាប់បាទគឺជាសកម្មភាពដែលបាទជាញឹកញាប់សម្រាប់រយៈពេលយូរឬក៏ជាសកម្មភាពផ្ទៃខាងក្រៅមិនមែនជាដំណើរការភ្លាមទេបាទវាមិនមែនភ្លាមទេបាទថាខាន់ជាទៀនសឹវាមិនមែនភ្លាមទេអាហ្នឹងណាវាមិនមែនភ្លាមដោយអាពាក្យចឹងចៃទេបាទបើចឹងចៃគឺអាហ្នឹងគឺភ្លាមតែម្ដងបាទគឺបែបហ្នឹងប៉ុន្តែអានេះវាសរៀងតម្រងចៃធម្មតាដែរបើសិនជាយើងនិយាយថាចៃខាន់ទៀនសឹក៏ត្រូវដែរគាត់ថាអាហ្នឹងវាលៀងទៅលើប្រធានបាទតែនិយាយថាខាន់ចទៀនសឹវាលៀងទៅលើខាន់តែន័យវាតែមួយន័យវាមានន័យថាគាត់មើលតាំងពី3ម៉ោងមុននោះបាទឥឡូវហ្នឹងនៅតែមើលដែរឃើញទេបាទគឺកន្លែងហ្នឹងគឺបែបហ្នឹងពាក្យថាចើហ្នឹងគឺវាបែបហ្នឹងបាទតោះឥឡូវយើងមើលការប្រៀបធៀបបាទការត្រួតស៊ីគ្នាពេលខ្លះទាំងពីរគឺអាចប្រើប៉ុន្តែន័យវាខុសគ្នាបន្តិចឥឡូវយើងមើលនេះគេគ្រាន់តែរំលឹកអាប់ចឹងចៃមកវិញណាហើយទីទៀតយើងភ្ជាប់មួយចើពេលខុសគ្នាមិញឧទាហរណ៍ថាគាត់កំពុងអានសភៅថាចឹងចៃគេ ខាន់ស៊ូ បាទ ចឹងចៃស៊ូ អូខេចុះបើយើងនិយាយថាខាន់ចើស៊ូបានអត់ បាញ់ បានដូចគ្នាទី2គាត់អង្គុយមើលសភៅ ជឺជើខាន់ស៊ូ អូខេថាជក់ចើខាន់ស៊ូអញ្ចឹង clear ពីរនេះគេប្រៀបធៀបគ្នាណាអាមួយគាត់កំពុងអានសភៅផ្ដោតលើសកម្មភាពបាទតែទី2ថាជក់ចើខាន់ស៊ូ
មានន័យថាអាហ្នឹងយើងរៀនហើយហើយបាទមានន័យថាម៉េចគាត់អានសភៅពេលដែលកំពុងអង្គុយដែលយើងអង្គុយរៀនអញ្ចឹងណាគឺផ្ដោតលើសកម្មភាពនិងរបៀបនៃការអានមានសកម្មភាព2បាទគឺបែបហ្នឹងប៉ុន្តែចឹងចៃយើងអាចនិយាយបានតែសកម្មភាពមួយទេមិនគេប្រៀបធៀបគ្នាបាទសកម្មភាពមួយដាច់ដោយដាច់ដライតែបើសិនជាជើយើងអាចភ្ជាប់សកម្មភាព2ឲ្យវាកើតឡើងឲ្យវាកើតឡើងដំណើរគ្នាបានបាទអាហ្នឹងជាការប្រៀបធៀបរបស់គេបាទជាការប្រៀបធៀបរបស់គេបាទចឹងចៃប្រើបានតែកិរិយាសព្ទមួយ ហ្នឹងហើយ លេខជើងបានកិរិយាសព្ទ2បាទបើសិនជាជើយើងអាចដាក់កិរិយាសព្ទ2បានឃើញទេបើសិនជាយើងនិយាយយើងអត់ចង់និយាយថាគាត់អង្គុយមានន័យថាយើងនិយាយអត់ចង់ពណ៌នាថាគាត់អង្គុយទេមានន័យដូចអាគ្នាហ្នឹងទោះបីអង្គុយអត់អង្គុយនៅអានសភៅដែរហ្នឹងបាទបើសិនជាយើងនិយាយថាអូគាត់កំពុងអានសភៅថាចៃកម្មណាណាយើងនិយាយថាអូគាត់កំពុងអានសភៅចឹងយ៉ាងថាចឹងចៃខាន់ស៊ូបាទប៉ុន្តែបើសិនជាគេចង់ពណ៌នាឲ្យលម្អិតឧទាហរណ៍ថាគេគ្រប់គ្នាដេកមើលសភៅតែលើកលែងគាត់មួយអង្គុយមើលសភៅពេលហ្នឹងយើងចាំបាច់ត្រូវនិយាយ clear ហ្នឹងគាត់កំពុងអង្គុយមើលសភៅបាទថាជក់ជើបាទថាជក់ជើខាន់ស៊ូចុះយើងនិយាយថាចៃជក់ខាន់ស៊ូកើតអត់ថាចៃជក់ខាន់ស៊ូកើតទេឥឡូវខ្ញុំឲ្យគ្នាយើងនិយាយថាគាត់កំពុងអង្គុយមើលសភៅយើងនិយាយមិនបងផានីគាត់កំពុងអង្គុយមើលសភៅធម្មតាយើងនិយាយមិនយើងនិយាយកំពុងអង្គុយហើយមើលសភៅយើងនឹងនិយាយថាម៉េចយើងនឹងនិយាយថាចៃគេ那在做看书，对យើងប្រកាសជានិយាយអញ្ចឹងហើយ 100% ថាចៃជក់ខាន់ស៊ូអញ្ចឹងហេតុអីយើងទៅរៀនជើដើម្បីយើងអាចពណ៌នាគឺដើម្បីយើងដឹងថាមិនមែនគ្រប់ពេលវេលាយើងប្រើចៃបានរហូតទេបាទដល់ពេលយើងចេះជើយើងដឹងអូបើយើងនិយាយសកម្មភាព2យើងត្រូវប្រើជើមិនចេះចៃអូខេអញ្ចឹងយើងនិយាយថាមិនវិញមិនត្រូវថាតើបងនិយាយត្រូវវិញមកគាត់កំពុងអង្គុយមើលសភៅ他坐着看书， បាទថាជួយឲ្យខាន់ស៊ូអូខេតោះចំណុចទី3ចុងក្រោយកន្សោម clear ជើលេចឡើងនៅក្នុងកន្សោម clear មួយចំនួនបាទអញ្ចឹងខាងលើមិញជើវាលេចឡើងនៅពេលណាពេលដែលភ្ជាប់មួយកិរិយាសព្ទ1ឬក៏2ឃើញទេបាទតែឥឡូវជើវាលេចឡើងនៅក្នុង clear ឧទាហរណ៍ថាខាន់ជើប៉ាន់ឃើញទេខាន់ជើប៉ាន់នេះអាហ្នឹងវាជា clear តែម្ដងអាហ្នឹងវាមិនមែនកើតឡើងដោយសារខាន់បូកជើបូកប៉ាន់ទេណាបាទខាន់ជើប៉ាន់មានថាម៉េចមើលតាមអីគេមើលតាមស្ថានភាពដោយយើងនិយាយណាមើលតាមកលៈស័កមើលតាមជាក់ស្ដែងណាបាទគឺពេលខ្លះយើងអត់ដឹងថាធ្វើម៉េចទេមែនហើយពូជឿតើកាយចំហប៉ាន់ណានេះជឿតើកាយចំហប៉ាន់មកបើសិនយើងនិយាយថាអត់ដឹងធ្វើម៉េចចាំមើលតាមកលៈស័កចាំមើលតាមស្ថានភាព clear ហ្នឹងនិយាយថាម៉េចតើសុកអ៊ីខាន់ជើខាន់ជើប៉ាន់រងចាំមើលតោះរងចាំមើលបងវិជ្ជានេះរងចាំមើលចូលជើ周着翘 ចូលជើឆាវ 周着翘 អានេះរបៀបថាយើងដើរកពាត់ដៃ ចៃសោ យើងដើរកពាត់ដៃ ឆៅ យើងដើរកពាត់ដៃធម្មតាដើរកពាត់ដៃយើងដើរធ្វើអី那就带来 បើចោលដើរឡើងមើលចាំមើលវាមិនវិញមើលដូចមេដើរកពាត់ដៃមើលហើយមើលពួកនឹងមានលេងហ្គេមមើលទូរស័ព្ទអត់តាមដានបាទហ្នឹងវាថាដូចតាមដានចូលជើច្រាវបាទចូលជើច្រាវតអាមួយទៀតអាពេលនេះវាសរៀងគ្នាតែនេះចាំបាទនេះយើងអង្គុយចាំមើលហ្មងតឹងជើអីគេតឹងជើច្រាវបាទ 横着挑， អាហ្នឹងនៅមកកន្លែងតែបើចូលជើច្រាវនេះអត់នៅមកកន្លែងទេបាទដូចអ្នកចង់ដឹងរឿងគេអញ្ចឹងណាបាទដល់តឹងជើច្រាវនេះអាហ្នឹងយើងលើបស្ដាប់អីអញ្ចឹងណាបាទឬក៏យើងចាំមើលអង្គុយនៅមកកន្លែងហ្មងចាំមើលអីមួយបាទចាំផ្លូវក៏បានដែរបាទ
tầng chờ chéo bà chẳng bay nó cứ cái việc chỉ clear này chứ á việc chỉ clear bay nó bà clearอย่างmình mưa tam สถานភាព chân in cai cho mỏ xo មើលតាមស្ថានភាពហ្នឹងយើងត្រូវចាំយើងមកមើលតាមស្ថានភាពបងជានេះចូលជាខាន់ជើ ăn ខាន់ជើប៉ាន់ដើរមើលដេគុណដើរតាម rồi chị ចូលជើ cháu chờ cháu បាទរងចាំមើល tầng chờ cháu តោះសរុបសេចក្តីកំហុសទូទៅកំហុសដែលអាចកើតមានពេលណាខ្លះបាទឧទាហរណ៍ថា我学习着汉语យើងហេតុអីបានអាចប្រើជើបានហេតុអីបាទអញ្ចឹងនេះគឺជាចម្លើយអញ្ចឹងការប្រើប្រាស់ជើច្រើនពេកសម្រាប់សកម្មភាពបន្តទាំងអស់យើងប្រើជើច្រើនពេកអញ្ចឹងអ្នកសិក្សាតែងតែប្រើជើខុសនៅកន្លែងពាក្យនៅខុសកន្លែងដែលចឹងណាឬគ្រាន់តែជាកិរិយាសព្ទគឺសមរម្យជាងសម្រាប់សកម្មភាពដែលកំពុងបន្តមានន័យថាម៉េចទៅអឺពេលខ្លះគឺគេអត់ប្រើជើទេបាទគេអត់ប្រើជើទេគេអាចប្រើចឹងឬក៏ចៃអញ្ចឹងណាតែយើងច្រឡំបែរដាក់ជើវិញបាទអញ្ចឹងចង់ចាំថាជើគឺនិយាយអំពីស្ថានភាពឬក៏របៀបមិនមែនគ្រាន់តែជាសកម្មភាពដែលកំពុងដំណើរការទេបាទវាគឺជាស្ថានភាពឬក៏របៀបបាទវាស្មុគស្មាញតិចបាទហ្នឹងណាតែគ្នាព្យាយាមមើលឧទាហរណ៍របស់វាឧទាហរណ៍我学习着汉语កែមកវិញ我在学习汉语បាទឃើញទេខ្ញុំកំពុងរៀនភាសាចិនបាទប្រសិនបើអ្នកចង់វិពណ៌នាអំពីរបៀបនោះនឹងคล้ายទៅជាមិនទៅបាទរបៀបដែលយើងរៀនចិនគ្នាយល់ពីរបៀបឬក៏ស្ថានភាពបាទរបៀបឬក៏ស្ថានភាពដែលយើងរៀនចិនហ្នឹងបានគេប្រើចើបាទតែបើយើងនិយាយថាយើងកំពុងតែរៀនអាហ្នឹងយើងប្រើចៃធម្មតាមកបាទកំពុងតែរៀន我在学习汉语បាទអត់និយាយថា我学习汉语បើសិនជាយើងចង់ប្រើចើតតែមានសកម្មភាពមួយទៀតអាហ្នឹងបើសិនជាយើងចង់បែងចែកឲ្យដាច់ណាឧទាហរណ៍ថាយើងរៀនចិនរៀនគេងលក់បាត់我学习中文学着តើគេនិយាយឃ្លាហ្នឹងមកជំនាញខ្ញុំកំពុងរៀនចិនរៀន trong vườn để chớ xuôi treo lợ ទេអញ្ចឹងរបៀបដែលយើងរៀនហ្នឹងគឺវារបៀបដែលយើងរៀនភាសាចិនហ្នឹងគឺខ្ជិលបាទឬក៏យើងអាចបានយកចិត្តទុកដាក់គឺបាទហ្នឹងរៀនគេងលក់បានហ៎របៀបយើងរៀនចិនមួយទៀតយើងអង្គុយរៀនចិនព្រោះជាប់ជើ có chợ chờ gì xí hai nùy ទេអញ្ចឹងគេចង់សង្កត់ធ្ងន់នៅពេលដែលគេវិភាគបែងចែកឲ្យដាច់រវាងជើហើយនឹងចៃបាទយើងឃើញថាការប្រើប្រាស់ជើពេលដែលយើងមើលមួយផ្លែតទៅវាហាក់ដូចជាសកម្មភាពហ្នឹងវាកំពុងតែកើតឡើងវាមើលទៅអត់ខុសគ្នាមួយចៃទេមែនទេគឺដូចគ្នាប៉ុន្តែបើយើងវិភាគឲ្យស៊ីជម្រៅទៅគឺថាវានិយាយពណ៌នាអំពីស្ថានភាពឬក៏សភាពដែលសកម្មភាពហ្នឹងវាកើតឡើងបាទគឺបានហ្នឹងដូចយើងនឹកឃើញអាទ្វារកំបើកអញ្ចឹងណាបាទមិនខៃជើបាទអញ្ចឹងសភាពរបស់ទ្វារហ្នឹងកំពុងតែបាទខ្យល់បក់ទៅមុខថយក្រោយបាទយើងនិយាយរៀនចិនអញ្ចឹងណាយើងដេករៀនចិនអញ្ចឹងណាបាទសួរថាគាត់កំពុងរៀនចិនមែន是他在学中文គាត់កំពុងរៀនចិនបាទប៉ុន្តែសភាពទ្រង់ទ្រាយលក្ខណៈនៃការរៀនចិនរបស់គាត់ហ្នឹងគឺអាចដេករៀនអាចគេអង្គុយរៀនអាចដេកបាររៀនបារអីចឹងទៅបាទពេលហ្នឹងបានគេប្រើជើថាជួចើជាហានីថាចៃជាហានីគឺខុសគ្នាបាទខុសគ្នាអញ្ចឹងទី2ការប្រើប្រាស់ជើជាមួយកិរិយាសព្ទដែលមិនអាចប្រើជាមួយវាបាទកិរិយាសព្ទណាដែលមិនអាចប្រើជាមួយជើបានបាទហើយយើងមើលឧទាហរណ៍ដូចពាក្យអីគេបាទដូចជាបានរៀបរាប់ខាងលើកិរិយាសព្ទដែលអាចប្រើមួយជើបានមានអីគេខ្លះមិញមានចាំហ៎ទី1កិរិយាសព្ទភ្លាមកិរិយាសព្ទដែលកើតឡើងភ្លាមហើយនឹងអីគេកិរិយាសព្ទដែលបង្ហាញអំពីលទ្ធផលមានចាំកិរិយាសព្ទភ្លាមមានគេខ្លះមិញឡាល់ដួលមិន睡到ស្វាយxuôi ស្វាយ到人
爆炸 tú 行 tú bảo trả ពាក្យថា 行 ភ្ញាក់ អូខេពាក្យថាភ្ញាក់អីគេ 行 សិងបាទ xỉn xoay táo tú xoay táo đuôi សយតើ bảo trả tú xin nhẹ អូខេអញ្ចឹងចប់ហើយមេរៀនយើងចប់ហើយណាអានេះចូលអាថ្មីហើយចប់ហើយបាទអញ្ចឹងក្រោយគឺចំណុចដែលសំខាន់គឺយើងអាចប្រើមួយកិរិយាកិរិយាសព្ទដែលបញ្ជាក់ពីលទ្ធផលមានចាំទេមិញ sư lơ សឺលតង tín ល lơ tông lơ quăng lơ វង quăng lơ អូខេអញ្ចឹងយើងអត់តន់ទៅរួចទេស្អែកយើងធ្វើលំហាត់សរុបបាទតើធ្វើលំហាត់បានចេះមេរៀនហ្នឹងមេយើងយល់ហើយយើងត្រូវធ្វើលំហាត់ទៀតបាទអញ្ចឹងស្អែកយើងធ្វើលំហាត់តាក់ទងមួយតឹកហើយនឹងចើដើម្បីបញ្ចប់មេរៀនហ្នឹងតឹកហើយនឹងចើបាទ មានឯកសារនៅក្នុងគ្រូដែរឡើយ មានឯកសារនៅក្នុងអង្គគ្រប់ឯកសារមេរៀនហ្នឹងខ្ញុំបង្ហាញឲ្យឃើញលោកនាងរត់ឃើញដោយសារខ្ញុំតម្លាក់ទៅប្រហែលថ្ងៃមុនដែរឥឡូវវាអាប់ដេតមកក្រោយៗនេះវាអាចកប់ទៅលើប៉ុន្តែនេះយើងចុចកន្លែងនេះចុចកន្លែងនេះចុចហ្នឹងមកហើយរកពាក្យថា file ណាបាទហើយយើងអូសមកឃើញនេះគេដាក់ថា grammar នេះ grammar Chinese analyze ចុចអាហ្នឹងមកមេរៀនហ្នឹងទាំងអស់មានជាអង់គ្លេសមានចិនមានខ្មែរមាន3ភាសាបាទអូខេ នេះយើងហូបបាយចាំមកហ្នឹងតា谢谢大家下课。